របៀបកាត់រូបភាពបែបនេះពុកម៉ែបងប្អូនដើម្បីផុសចូលទៅក្នុង Facebook ពុកម៉ែបងប្អូនចូលមកកាន់ page របស់យើងមកយើងចង់កាត់រូបអ្វីយើងថត screen សិនមកឥឡូវខ្ញុំចង់កាត់រូបកន្លែងពុកម៉ែបងប្អូនគាត់ comment ខ្ញុំឬក៏ like អីឥឡូវខ្ញុំថត screen សិននេះគឺខ្ញុំថតបានហើយខ្ញុំតរំចង់បានប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹងមកបន្តមកទៀតខ្ញុំចុចកន្លែងគ្រីសខាងលើកាត់រួចហើយគឺខ្ញុំចាប់ផ្ដើមផុសតែម្ដងពុកម៉ែបងប្អូនខ្ញុំមានរូបស្រាច់ហើយអញ្ចឹងយើងចូលមកកន្លែងផុសរូបភាពមកនេះចុចកន្លែងគឺខាងលើនេះរួចហើយយើងចូលទៅរើសរូបភាពដែលយើងចង់ផុសខ្ញុំចុចរូបខ្ញុំមួយសិនបន្តមកទៀតគឺយើងចូលទៅចុចឲ្យកន្លែង edit កន្លែងខ្មៅដៃនេះពុកម៉ែបងប្អូនចុចតាមខ្ញុំមកលោតមកដល់ត្រង់ចំណុចកន្លែងនេះគឺយើងចុចឲ្យកន្លែងរូបក្បាលមនុស្សនេះតុក្កតានេះចុចតាមខ្ញុំមករួចហើយយើងរើសឲ្យកន្លែងនេះរូបថតនេះពុកម៉ែបងប្អូនខ្ញុំចុចតាមខ្ញុំមកឃើញហើយរួចហើយយើងឃើញឲ្យកន្លែងរូបដែលយើងថត screen មិញណាយើងចុចលើរូបហ្នឹងមកយើងចង់ទាញបរូមតូចក៏បានធំក៏បានសាច់តែចិត្តយើងឯងឥឡូវខ្ញុំបរូមតូចប៉ុណ្ណេះហើយខ្ញុំអូសមកខាងគីនបរូមឲ្យត្រង់មកអូសមកខាងគីនចេះមកពុកម៉ែបងប្អូននេះរបៀបកាត់តរូបភាពបែបនេះគឺងាយទេពុកម៉ែបងប្អូនកាត់នៅក្នុង Facebook តែម្ដងពេលដែលខ្ញុំកាត់តអញ្ចឹងហើយខ្ញុំចុចកន្លែង Q ខាងក្រោមនេះវាកំពុងតែដើរហើយពុកម៉ែបងប្អូនចាំ plate នេះគឺខ្ញុំកាត់តបានហើយបន្តមកទៀតយើងវាយចំណងជើងផុសមកពុកម៉ែបងប្អូនចង់ដាក់ពីអ្វីដាក់អញ្ចឹងមកសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបំពេញរួចហើយពុកម៉ែបងប្អូនបន្តមកទៀតយើងអាចផុសរូបភាពនឹងបាននេះចុចកន្លែង Q នេះខាងលើនេះមកបន្តមកទៀតយើងចុចកន្លែងផុសខាងលើនេះរូបភាពហ្នឹងគឺផុសបានហើយពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេ